នេះគឺជាសកម្មភាពខ្លះៗនៃការរស់នៅលើកោះមួយរយៈរបស់ពួកខ្ញុំបឹកបាដំបូងគឺថាធ្វើត្រីតែម្ដងត្រីទាំងនេះគឺពួកខ្ញុំបានរកបាននៅលើកោះដើម្បីយកមកចម្អិនជាអាហាររបស់ពួកខ្ញុំដូចបានឃើញអញ្ចឹងត្រីទាំងនេះពិតជាស្រស់ៗមែនទែនបន្ទាប់មកខ្ញុំក៏បានដើរមកខាងក្រោយដើម្បីមើលទេសភាពទាំងនេះដូចបានឃើញអញ្ចឹងទឹកសមុទ្រពិតជាខៀវហើយនឹងថ្លាមែនទែនពួកខ្ញុំក៏បានរៀបចំចោះទឹកដើម្បីមើលផ្កាថ្មនិងត្រីក្នុងទឹកចង់ដឹងថាផ្កាថ្មនៅក្នុងទឹកមានភាពស្រស់ស្អាតយ៉ាងណាសូមតាមដានទាំងអស់គ្នានៅពេលយប់ពួកខ្ញុំក៏បបួលគ្នាចេញមករកក្តាមស្រាប់តែប្រទះឃើញចងផ្ញើប្រានក៏ថតជូនអ្នកទាំងអស់គ្នាបានទស្សនាមួយទៀតខ្ញុំក៏ប្រទះឃើញកូនត្រីមួយដ៏ស្រស់ស្អាតបើសិនជាដាក់ក្នុងទូកញ្ចក់ប្រហែលជាស្អាតជាងនេះ
phần năng này cả bay nè để gọt chặt cá cái đam lỗ chết nó chia đấy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  em này chia đấy trời ngay nhé ngay nhé trời mà cái đam này phải thấy á em á